ជំរាបសួរលោកគ្រូតើការព្យាបាលរឿងដងបាត់ធ្វើម៉េចឲ្យជារហូតអូខេឥឡូវបញ្យកប្រធានបទនេះមួយមកបញ្យល់តិចខ្ញុំកណាសូមក្រាបថ្វាយបង្គំព្រះថេរានិងថេរៈគ្រប់ព្រះអង្គជំរាបសួរអាដាមលោកជំទាវលោកលោកស្រីនិងនាងកញ្ញារឿងដងបាត់ព្យាបាលធ្វើម៉េចជាប្រធានបទរបស់យើងថ្ងៃនេះព្យាបាលឲ្យដាច់រហូតជាធម្មតាផ្នែកខាងវិទ្យាសាស្ត្រតាក់ទងមួយនឹងការវះកាត់ឬក៏យើងចងឲ្យវាដាច់ទៅម្ដុំសរសៃឈាមដែលម្ដុំសរសៃឈាមដែលវាប៉ោងឡើងគេប្លុកវាទៅគេវះកាត់វាឲ្យដាច់ទៅឬក៏យើងចងវាប្លុកវាដាច់ចឹងណាឲ្យដាច់ចឹងទៅវាមិនងាយកើតទេប៉ុន្តែគេមិនធានាថាវាអត់កើតទេព្រោះវាមានវេសូទូចឹងណាជួនកាលអ្នកខ្លះចងគ្រប់អស់ហើយចឹងដែរតែដល់ពេលយើងក្តៀនញឹកពេកហើយញឹកពេកចឹងទៅអាវេសូទូក៏អាចធ្វើឲ្យធ្លាក់ដែរប៉ុន្តែត្រូវចាំមួយសំខាន់ឬដងបាតកើតឡើងពីការក្តៀនលាមកក្តៀនយូរគង់តែកើតទេសូម្បីតែវេសូទូក៏វាអាច dilatation ឲ្យរីកកាន់តែធំទៅជារឿងដងបាតដែរចាំណាចំណុចហ្នឹងសំខាន់បើសិនជាយើងអាចកាត់បន្ថយហូបចំណីអាហារកាត់សរសៃឲ្យបានត្រឹមត្រូវមកឲ្យវាស្រួលបត់ជើងទៅកម្រកើតដែរហើយព្យាយាមធ្វើម៉េចបត់ជើងឲ្យលឿនហ្នឹងហើយហ្នឹងចំណុចសំខាន់ដែលធ្វើមិនឲ្យកើតរឿងដងបាតបាទណាខ្លីៗមាន